អ្នកនយោបាយថៃនិងបេក្ខជនចូលឈ្មោះបោះឆ្នោត10នាក់ប្រឈមការចាប់ខ្លួនជាប់ពាក់ព័ន្ធបណ្ដាញអ ுக ្រិតជនគ្រឿងញៀនល្បែងអនឡាញនិងឆបោកវិបត្តិអំពើពុករលួយនិងបទល្មើសផ្សេងជាពិសេសបទល្មើសពាក់ព័ន្ធការជួញដូរគ្រឿងញៀន website ល្បែងស៊ីសងនិងបណ្ដាញអ ுக ្រិតជនឆបោកនៅក្នុងប្រទេសថៃកាន់តែធ្ងន់ធ្ងរទៅដោយសារសុទ្ធតែមានអ្នកនយោបាយនិងអ្នកធំនៅពីក្រោយខ្នងជាក់ស្ដែងពេលនេះអ្នកនយោបាយជាន់ខ្ពស់ថៃនិងបេក្ខជនចូលឈ្មោះបោះឆ្នោតរហូតទៅ10នាក់ប្រឈមការចាប់ខ្លួនឆាប់នេះជាប់ពាក់ព័ន្ធបណ្ដាញអ ுக ្រិតជនខណៈការបោះឆ្នោតសកលនៅថ្ងៃទី8ខែកុម្ភៈឆ្នាំ2026កាន់តែជិតមកដល់កាន់តែជិតមកដល់នេះបើយោងតាមការចុះផ្សាយរបស់កាសែត Thai The Nation កាលពីថ្ងៃទី9ខែមករាឆ្នាំ2026នាយករដ្ឋមន្ត្រីប៊ុនខែអនុទិនឆានវិរៈគុលនិងរដ្ឋមន្ត្រីយុតិធធថៃលោកវុទ្ធផុនណៅវវ៉ាត់លោករដ្ឋផុនណៅវរ៉ាត់បានប្រកាសថាអ្នកនយោបាយជាន់ខ្ពស់ថៃរហូតដល់ទៅ10នាក់ដែលសុំមិនបញ្ចេញឈ្មោះដែលសុំមិនបញ្ចេញអត្តសញ្ញាណរួមទាំងសមាជិកសភាបច្ចុប្បន្នអតីតសមាជិកសភានិងបេក្ខជនចូលឈ្មោះបោះឆ្នោតប្រឈមនឹងការចាប់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះជាប់ពាក់ព័ន្ធជាមួយបណ្ដាញអ ுக ្រិតជនជួញដូរគ្រឿងញៀនល្បែងស៊ីសងតាមប្រព័ន្ធអនឡាញនិងបណ្ដាញឆបោកដោយពេលនេះប៉ូលីសថៃរងចាំតែដីកាពីតុលាការប៉ុណ្ណោះរដ្ឋមន្ត្រីយុតិធធថៃលោករដ្ឋផុនណៅវរ៉ាត់បាននិយាយថាកម្លាំងសមត្ថកិច្ចថៃបានប្រមូលទិន្នន័យរបស់អ្នកនយោបាយទាំងនោះរួចហើយការចាប់ខ្លួនអាចនឹងកើតឡើងក្នុងពេលឆាប់នេះហើយថាអ្នកដែលទទួលបន្ទុកដោះស្រាយសំណុំរឿងដ៏កក្រាំងនេះគឺប៉ូលីសវាំងប៉ូលីសបទល្មើសបច្ចេកវិទ្យានិងនាយកដ្ឋានស៊ើបអង្កេតពិសេសហើយថាជិតដល់ការអនុវត្តហើយក្នុងពេលជាមួយគ្នានេះក៏មានក្តីបារម្ភកាន់តែខ្លាំងឡើងផងដែរជុំវិញប្រាក់ខុសច្បាប់យ៉ាងសម្បើមដែលហូរចូលក្នុងយុទ្ធនាការបោះឆ្នោតជាពិសេសមូលនិធិដែលតាក់ទងនឹងល្បែងស៊ីសងនិងការឆបោកទន្ទឹមនេះគណៈកម្មការរៀបចំការបោះឆ្នោតបានព្រមានថាប្រសិនបើបេក្ខភាពចូលឈ្មោះត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពួកគេអាចត្រូវបានដកហូតសិទ្ធិបោះឆ្នោតខ្ញុំតារាពី RTNews TV